ចូលមកដល់ឆាបថាទី4ពេលនោះយើងក៏បានឃើញលីនស៊ិនយើងកំពុងតែក្រោកពីដេកផងដែរហើយពេលនោះទូរស័ព្ទរបស់គាត់ក៏មានឮសំឡេងកណ្ដឹងឬក៏សំឡេងផ្ញើសារមកផងដែរគាត់ក៏បានលើកទូរស័ព្ទមើលហើយក៏និយាយថាខ្ញុំនឹងមកយកអ្នកទៅបរិភោគអាហារពេលព្រឹកទាំងអស់គ្នាហើយក៏បានធ្វើឲ្យអាបីនៅនេះវាឆ្ងល់ជាខ្លាំងហើយខ្ញុំក៏សូមបញ្ជាក់ផងនឹងដែរលីនស៊ិនរបស់យើងរស់នៅក្នុងបន្ទប់តែមួយជាមួយនឹងអាបីអ្នកនឹងផងដែរពេលហ្នឹងអាបីអ្នកនឹងវាក៏បានពិភាក្សាគ្នាពីលីនស៊ិនរបស់យើងផងដែរដែលនិយាយពីសម្ដីនេះចេញមកលីនស៊ិនយើងក៏មិនខ្វល់ពីពួកអស់ហ្នឹងដែរក៏បានរៀបចំខ្លួនហើយក៏ធ្វើដំណើរចេញតែម្ដងហើយទីរឿងយើងក៏កែមកដល់កន្លែងមួយផងដែរដោយកន្លែងហ្នឹងគឺជាកន្លែងដែលស្ត្រីសម្រាប់ឬក៏ស្នាក់នៅហើយកន្លែងហ្នឹងផងដែរក៏មានលាវឆេននិងលូយ៉ាស៊ីរស់នៅទីហ្នឹងផងដែរហើយយើងក៏បានឃើញពួកអាប្រម៉ែក្បាលនេះកំពុងតែកាន់អំណោយទុកយកទៅឲ្យនឹងលាវឆេននិងលូយ៉ាស៊ីផងដែរហើយពួកហ្នឹងយកអំណោយមកថ្ងៃហ្នឹងគឺដើម្បីបង្គាប់ចិត្តអ្នកទាំងពីរតែប៉ុណ្ណោះឬក៏អាចថាយកចិត្តចឹងទៅណាហើយភ្លាមអ្នកទាំងពីរក៏បានចុះមកដល់ដល់ពេលហ្នឹងអាប៉ែវ៉ាងជីងក៏បានឃើញអ្នកទាំងពីរហើយក៏យកអំណោយយកមកឲ្យនាងចឹងទៅដល់ថាលូយ៉ាស៊ីនេះគឺជាអាហារពេលព្រឹករបស់អ្នកដែលខ្ញុំបានខំយកមកឲ្យអ្នកនៅពេលនេះហើយនៅថ្ងៃនេះអ្នកពិតជាស្រស់ស្អាតខ្លាំងមែនតើអាពួកប្រមាណក្បាលនោះក៏បាននិយាយចឹងផងដែរយ៉ាស៊ីក៏បានអរគុណវាចឹងទៅហើយវាក៏បានមានអំណួតយ៉ាងខ្លាំងក៏ប៉ុន្តែភ្លាមហ្នឹងលីនស៊ិនយើងក៏បានដល់កាត់នាទីហ្នឹងលូយ៉ាស៊ីឃើញលីនស៊ិនមកដល់ក៏បានរត់ទៅកន្លែងលីនស៊ិនហើយក៏យកអំណោយអាប៉ែវ៉ាងជីងមិញឲ្យទៅលីនស៊ិនរបស់យើងដោយថានេះគឺជាអាហារពេលព្រឹកអ្នកឆាប់ទទួលវាទៅមិត្តភ័ក្តិរួមបន្ទប់របស់លីនស៊ិនយើងឃើញពីទស្សនវិជ្ជាទាំងអស់នេះហើយសឹងតែមិនជឿនឹងភ្នែករបស់គេអាប៉ែវ៉ាងជីងមួយនេះវាក៏បានមកខ្លាចជាខ្មោចឆៅតែម្ដងព្រោះថាអាហាររបស់គេដែលខំតែងឲ្យលូយ៉ាស៊ីនេះបែរអ្វីបានខ្លាចទៅជារបស់លីនស៊ិនយើងទៅវិញវាពិតជាគាំងនឹងទៅវើរបស់លូយ៉ាស៊ីពេលនេះខ្លាំងមែនតើលេឆេងឃើញរឿងទាំងអស់នេះហើយក៏បានគិតក្នុងចិត្តថាយ៉ាមែនហ្មងកញ្ញាលូយ៉ាស៊ីនេះមិនទុកផ្លូវឲ្យឯងដើរសោះវិញហើយយើងក៏បានឃើញគេដឹកអីវ៉ាន់យកមកឲ្យកញ្ញាលូឆេងនឹងផងដែរហើយយើងក៏បានឃើញកញ្ញាលូស៊ីបាននិយាយទៅលីនស៊ិនថាឲ្យលីនស៊ិននឹងភ្លក់អាហារពេលព្រឹកនៅពេលនេះទៅហើយចំណាប់អារម្មណ៍របស់នាងក៏បានឡើងមួយផងដែរលីនស៊ិនឃើញរឿងបែបនេះហើយក៏បានគិតក្នុងចិត្តផងដែរថាស្អីគេគ្រាន់តែឲ្យអាហារពេលព្រឹកមកខ្ញុំពេលនេះសោះហេតុអ្វីបានជាចំណាប់អារម្មណ៍របស់នាងមកលើខ្ញុំកើនមួយទៅវិញវាមិនដែលហើយភ្លាមហ្នឹងលីវឆេងក៏បានរត់មកយ៉ាងលឿនតែម្ដងមកដណ្ដើមកន្លែងរបស់លូយ៉ាស៊ីហ្នឹងដោយនិយាយយ៉ាងលឿនទៅលីនស៊ិនថាលីនស៊ិននេះគឺជាអាហារពេលព្រឹករបស់អ្នកខ្ញុំបានកំងឲ្យអ្នកជាពិសេសផងដែរហើយខ្ញុំក៏សូមអភ័យទោសអ្នកតាំងពីម្សិលមិញតែខ្ញុំធ្វើអាកប្បកិរិយាខុសចំពោះអ្នកហើយក៏និយាយរឿងជាច្រើនឲ្យលីនស៊ិនយើងអភ័យទោសឲ្យនាងផងដែរក៏ប៉ុន្តែលីនស៊ិនក៏និយាយបែបខឹងថាស្អីអ្នកចង់ឲ្យខ្ញុំបាត់ខឹងអ្នកតែមែនទេវាមិនអាចទៅរួចទេហើយយើងក៏មិនអាចដូចដើមជាមួយនឹងគ្នាបានដែរលាសិនហើយលីនស៊ិនយើងក៏បានដើរចេញពីទីនឹងផងដែរមុននឹងគាត់ដើរចេញហ្នឹងគាត់ក៏បាននិយាយថាកុំធ្វើទៅវើបែបនេះមកលើខ្ញុំទៀតកុំឲ្យលោកគ្រូអ្នកគ្រូឃើញពីទង្វើបែបនេះគាត់វាតម្លៃផ្ដេផ្ដាអ្នកទាំងពីរម្នាក់ក៏បានឡើងចំណាប់អារម្មណ៍រៀងខ្លួនដោយលាវឆេងបានឡើងរហូតដល់70%បាត់ទៅហើយលូយ៉ាស៊ីក៏បានបូក10%បន្ថែមទៀតលាវឆេងចំណាប់អារម្មណ៍របស់នាងឡើងហ្នឹងគឺដោយសារតែនាងគិតថាទោះបីជាគាត់មិនមែនជាសង្សាររបស់ខ្ញុំក៏ដោយក៏ប៉ុន្តែគាត់នៅតែបារម្ភពីខ្ញុំគិតគូរពីខ្ញុំចំណែកឯលូយ៉ាស៊ីវិញនាងបានគិតថាលីនស៊ិនប្រហែលជានៅពេលនេះគាត់បានចូលចិត្តនាងហើយចូលចិត្តនាងខ្លាំងទៀតផងបានជាគាត់ធ្វើទង្វើបែបនេះចំពោះលាវឆេងហើយពេលហ្នឹងលីនស៊ិនយើងកំពុងធ្វើដំណើរសុកក៏ភ្ញាក់ព្រឺតែម្ដងព្រោះអីគាត់ក៏មិនដឹងផងដែរថាហេតុអ្វីក៏ចំណាប់អារម្មណ៍របស់អ្នកទាំងពីរហ្នឹងបានឡើងភ្លាមអញ្ចឹងគាត់ឆ្ងល់ពីរឿងទាំងអស់នេះជាខ្លាំងមិនហ្នឹងគាត់ស្ដីឲ្យសោះហ្នឹងប៉ុន្មាននេះឃើញពីទស្សនវិជ្ជាទាំងអស់នេះហើយក៏បានចំណែកនឹងលីនស៊ិនយើងជាខ្លាំងដោយថានារីទាំងពីរហ្នឹងកំពុងតែអែបអបលីនស៊ិនយើងបញ្ចុកអាហារពេលព្រឹកផងដែរហើយពេលហ្នឹងអាប៉ែវ៉ាងជីមីនេះឃើញរឿងទាំងអស់នេះហើយវាក៏បានចំណែកនឹងលីនស៊ិនយើងជាខ្លាំងហើយលីនស៊ិនឃើញពីវាហើយក៏បានលើកដៃកណ្ដាលជូនវាមួយផងដែរគឺឌឺតែម្ដងហើយយើងកំពុងតែមើលកញ្ញាទាំងពីរហ្នឹងអែបអបលីនស៊ិនយើងបញ្ចុកអាហារពេលព្រឹកមើលពីចម្ងាយទៅដឹងធ្វើស្អីទេនេះពិតជាយ៉ាប់ភ្នែកខ្លាំងមែនតើហើយនោះកញ្ញាលូស៊ីក៏បាននិយាយទៅលីនស៊ិនយើងថាឲ្យហាមកគាត់នឹងបញ្ចុកហើយលីនស៊ិនយើងក៏បានមើលទៅនាងដោយអៀនផងដែរពេលវ៉ាងជីងឃើញពីរឿងទាំងអស់នេះហើយក៏បានអួលណែដើមទ្រូងតែម្ដងហើយពេលហ្នឹងកញ្ញាលូស៊ីក៏បានខិតទៅចិត្តលីនស៊ិនរបស់យើងវ៉ាងជីងមួយហ្នឹងឃើញពីទស្សនវិជ្ជាទាំងអស់នេះទៀតហើយវាក៏បានព្រុសឈាមដូចអុកសារ៉េនទៀតហើយភ្លាមហ្នឹងផងដែរវាក៏បានបញ្ជូនទៅសង្គ្រោះមិនទាន់តែម្ដងមិនដឹងថាងាប់ឬក៏រស់ទេនៅពេលនេះហើយក៏មិនដឹងអត្តនើបណាម្នាក់ទេបានថតពីទស្សនវិជ្ជាទាំងអស់នេះបានផុសក្នុងបណ្ដាញសង្គមផងដែរធ្វើឲ្យមនុស្សក្នុងបណ្ដាញសង្គមបានខមមិនឆ្ងល់ជាខ្លាំងហើយក៏មានព័ត៌មានមួយផងដែរដែលមានអ្នក donate ឬក៏អ្នក donate អានេះក្រៀកមាសអីគេនឹងឲ្យទៅកញ្ញាឆាវ
វៗរបស់យើងនោះហ៎ព័ត៌មានមួយហ្នឹងក៏បានផ្ទុះរីកសុសសាយពេញហ្នឹងវាក៏មានជាប់តាក់ទងនឹងលៀនសៀនយើងផងដែរហើយមិត្តភក្តិលៀនសៀនយើងមើលពីព័ត៌មានទាំងអស់ហ្នឹងហើយក៏យកដំណឹងហ្នឹងទៅប្រាប់លៀនសៀនយើងដោយថាបន្តិចទៀតនឹងមានអ្នកសម្ភាសមករកលៀនសៀនយើងហើយពីព័ត៌មានទាំងអស់នេះលៀនសៀនឬមិត្តភក្តិរបស់គេនិយាយចឹងហើយក៏បានហូបអាហារលេងចូលតែម្ដងព្រោះចេញអស់អាលេងហើយក៏បានស្ទុះរត់ចេញពីកន្លែងហ្នឹងបាត់លឿនដោយអាម៉េចចឹងមើលសឹងមិនតាន់ទេកញ្ញាទាំងពីររបស់យើងនេះក៏ខំប្រឹងស្រែកហៅលៀនសៀនយើងផងដែរថាឲ្យឈប់អាហារពេលព្រឹកมื้អនេះអត់ទាន់ហូបអស់ទេទិញអស់ច្រើនណាស់បន្ទាប់ពីលៀនសៀនយើងបានចាកចេញទៅបាត់ហើយអ្នកទាំងពីរហ្នឹងក៏បានធ្វើមុខខ្លាដាក់គ្នាបន្តទៀតហើយយើងក៏បានឃើញលៀនសៀនយើងកំពុងតែលាក់ខ្លួននៅទីនេះផងដែរគឺនៅគៀនជញ្ជាំងមួយដោយលៀនសៀនបាននិយាយម្នាក់ឯងថាខ្ញុំមិននឹកស្មានថាព័ត៌មានទាំងអស់នេះតាក់ទងនឹងខ្ញុំផងដែរហើយថែមទាំងមានអ្នកកាសែតមកសម្ភាសខ្ញុំដោយផ្ទាល់ទៀតផងហើយភ្លាមៗហ្នឹងកញ្ញាឆាវរបស់យើងក៏បានមីសេចមកដោយនិយាយទៅលៀនសៀនយើងថានៅម៉ោង7 ជប់នេះគាត់នឹងចុះពីអាកាសយានដ្ឋានហើយសូមឲ្យលីនស៊ិនយើងមកទទួលនាងផងលីនស៊ិនក៏មើលពីសារនេះហើយក៏គិតក្នុងចិត្តផងដែរថាអាយ៉ាបន្តិចទៀតនេះខ្ញុំចាត់បានចំណាយលុយទៀតហើយបាទជាសប្បាយចិត្តខ្លាំងមែនតើជាចុងបញ្ចប់នៃផ្សាច់រឿងភាគទី4របស់យើងនេះផងដែរខ្ញុំក៏សូមនិយាយបញ្ជាក់ទៅអ្នកគ្នាតែម្ដងថារឿងមួយនេះខ្ញុំធ្វើហ្នឹងគឺមិនបាននិយាយតាមតួអង្គទេគឺខ្ញុំធ្វើបែបសង្ខេបបែបបញ្ចូលហើយខ្ញុំក៏ចង់សួរអ្នកគ្នាដែរតើអ្នកគ្នាចូលចិត្តបែបសង្ខេបបែបនេះអត់បើចូលចិត្ត comment មកខ្ញុំនឹងធ្វើបន្តទៀតផងដែរក៏ប៉ុន្តែបើអ្នកគ្នាមិនចូលចិត្តទេខ្ញុំមិនដឹងនិយាយថាម៉េចទេខំសង្ខេបហើយខំបញ្យល់ឲ្យអ្នកគ្នាស្ដាប់យល់ហើយអ្នកមួយចំនួនបាន comment ថារឿងនេះមានអ្នកធ្វើហើយខ្ញុំក៏ដឹងថាមានអ្នកធ្វើហើយដែរក៏ប៉ុន្តែខ្ញុំចង់ធ្វើរឿងនេះសាកចឹងណាសាកស្នាដៃថ្មីព្រោះរឿងនេះស្រួលសម្រាយដល់កហើយអ្នកគ្នាខ្ញុំសម្រាយតែមួយផ្លែតហើយនេះជាចុងបញ្ចប់ហ្នឹងខ្ញុំក៏សូមឲ្យអ្នកគ្នាជួយ join ក្រុម Telegram ខ្ញុំម្នាក់មួយផងដើម្បីដឹងពីព័ត៌មានថ្មីៗដែលខ្ញុំបាន upload ចូលអ្នកគ្នាចូលហ្នឹងអាចដឹងព័ត៌មានថាខ្ញុំអាចរវល់អាចធ្វើអីចឹងទៅណាអត់បានជីរឿងអ្នកគ្នាកុំឆ្ងល់ហើយខ្ញុំធ្វើរឿងហ្នឹងក៏មិនមែនចូលមិនមែនអីដែរណាគឺខ្ញុំធ្វើរឿងទាំងអស់ហ្នឹងតាមចំណង់ចំណូលចិត្តខ្ញុំតែប៉ុណ្ណោះហើយខ្ញុំក៏សុំទោសអ្នកគ្នាទុកជាមុនផងដែរចំពោះការនិយាយស្ដីមិនសមរម្យឬក៏អ្វីផ្សេងៗទៀតដែលអ្នកគ្នាមិនចូលចិត្តខ្ញុំសូមទោសអ្នកគ្នាខ្លាំងមែនតើហើយក៏សូមអធិស្ឋានអ្នកគ្នាផងដែរដល់ពេលនេះយើងក៏បញ្ចប់តែត្រឹមនេះផងដែរជួបគ្នានៅថ្ងៃស្អែកបន្តទៀតនៅភាគបន្តទៀតចឹងណាចឹងក៏សូមជម្រាបលាអ្នកគ្នាផងដែរបាយបាយ